សួស្តីអ្នកទាំងអស់គ្នាគឺរឿង$500អត់តន់ចប់ទេគឺខ្ញុំចង់និយាយថាចេះដោយសារអីពីដំបូងឡើយគឺ podcast ហ្នឹងគេនិយាយដូចថា mindset អីចឹងណាហើយណាមួយគេអ្នករកលុយបានខ្លួនឯងអញ្ចឹងធម្មតាមនុស្សប្រុសមានសិទ្ធិជ្រើសរើសថែបរបស់ខ្លួនឯងជ្រើសរើសយក lifestyle ឬដៃ lifestyle របស់ដៃគូជីវិតខ្លួនឯងបានហេតុអីក៏មនុស្សស្រីពេលដែលគាត់អាចរកលុយច្រើនបានអាចរើស lifestyle ខ្លួននិយាយថា lifestyle នៃជីវិតដៃគូរបស់ខ្លួនឯងបានយ៉ាអញ្ចឹងមានមិនធំមនុស្សប្រុសអ្នក comment ធម្មតាឯងវាមានតាំងអា influencer ដែលវាធ្វើប្រភេទ MMO ហើយវាចេញមកវា caption ថាដូរបូមអាលងជើងក្រោមបែកបដាងបែកនេះបែកនោះតែចង់បានប្តីដែលប្រាក់ខែលើស500យូយកចំណុចណាមកគិតព្រោះអីបើសិនជាគេនិយាយធំដល់ប្រាក់ខែទេគេអត់បាននិយាយពាក់ព័ន្ធជាមួយរូបរាងឬក៏អតីតកាលទេអ្នកឯងមានខួរគិតថាមើងងាយមនុស្សស្រីទាំងដែលអាមនុស្សប្រុសខ្លះដែលវាយកក្តោទៅរុកគ្រប់រុនហ្នឹងហើយវាទៅយកគេហ្នឹងវា perfect ហេតុអីក៏មនុស្សស្រីពេលដែរគេហៅថាមានប្តីហើយបែកបាក់ប្តីអ្នកឯងគាត់ថាអូមីនេះវាអញ្ចេះមីនេះវាអញ្ចោះហើយចុះហើយនឹងល្អខ្លាំងអតីតដែលធ្លាប់ទៅធ្វើបាបចិត្តកូនកំមុំគេឬក៏គេហៅថាមនុស្សប្រុសមួយចំនួនដែលគេហៅថាស៊ីគេឲ្យចោលហើយមនុស្សប្រុសហ្នឹងល្អខ្លាំងមែនគឺនិយាយរួមទៅ podcast ដែលគេនិយាយនេះអានេះគេហៅថាវា mindset តខ្លួនតែមិនមែនសំដៅទៅទូទៅអានេះគឺចង់និយាយថាគេសួរសំណួរគេសួរថាបើសិនជាអូនឯងគិតថាតើ$500ហ្នឹងគួរយកគ្រួសារអត់គាត់ថាខ្ញុំគិតថាអត់គួរយកទេដោយសារវាការចំណាយចេះចុះ yes វាអាចនឹងអ្នកខ្លះគឺគាត់ប្រាក់ខែតិចតែទំនួលគាត់ត្រូវរបស់គាត់គេហៅថាជាមនុស្សប្រុសពេញលក្ខណៈគាត់មានទំនួលគាត់ត្រូវប្តីប្រពន្ធគាត់រស់ស៊ីចាប់ដៃគ្នារស់ស៊ីមានចាប់ដៃគ្នារស់ស៊ីគាត់មានក្តីសុខរបស់គាត់តែចំពោះមនុស្សប្រុសខ្លះគេចង់សម្ដៅជាមួយអ្នកខ្លះដែលគ្មានទំនួលគាត់ត្រូវដោយសារអីទោះប្រាក់ខែ2000ក៏ដោយបើសិនជាមនុស្សប្រុសហ្នឹងមិនមានទំនួលគាត់ត្រូវមនុស្សប្រុសហ្នឹងកំរិះមនុស្សប្រុសហ្នឹងទុកស្រីប្តីកាន់លុយមនុស្សប្រុសហ្នឹងយកលុយទៅធ្វើអីគេផ្សេងមនុស្សដែលមានទុកពិបាកគឺជាមនុស្សស្រីហើយបើសិនជាមានកូនទៀតរឹតតែវេទនាគុណ2អ្នកឯងមានតែក្តោមកចកោមដើរហ្នឹងទោះអ្នកឯងមានកូនទៅអ្នកខ្លះបើគាត់មានកូនគាត់មានទំនួលគាត់ត្រូវអូខេគាត់បែកគ្នាគាត់យកកូនគាត់ចង់បានកូនរៀងខ្លួននេះទៅអ្នកខ្លះអត់ទេបែកគ្នាគឺបោះតែក្តោដើរចេញនេះគឺអត់មានខ្វល់ពីថាអូបាញ់បាយប្រពន្ធអញទៅតើណាគេមើលកូនអញណាគេ take care កូនអញណាហើយណាថ្លៃសាលាថ្លៃនេះថ្លៃនោះសួរតែកន្លែងហ្នឹងមានគួរមានយកអីមកគិតទេពេលខ្លះយើងអាចទាំងវាយតម្លៃពាក់ព័ន្ធជាមួយនឹង podcast របស់គេផងមិនមែនបានន័យថាយើងនិយាយ podcast នេះតែយើងទៅដៀលគេរូបរាងរូបសម្រស់របស់គេយល់ទេវាចាក់ប្រធានបទខ្លាំងហ្មងពេលដែលមនុស្សប្រុសមានលុយមានសមត្ថភាពមានសិទ្ធិរើសមនុស្សស្រីដែលស្អាតមនុស្សស្រីដែលប្រកែមនុស្សស្រីដែលការងារចេះមួយចុះពីរអ្នកឯងមានសិទ្ធិហើយចុះបើគេក៏ជាមនុស្សតែគ្រាន់តែគេជាមនុស្សស្រីតែគេមានសមត្ថភាពក្នុងការរកលុយខ្លួនឯងអតីតគឺជាអតីតតែបច្ចុប្បន្នគឺគេមានសមត្ថភាពអញ្ចឹងគេនឹងរើសគេហៅថាគេនឹងរើសដៃគូជីវិតដែលមានសមត្ថភាពស្មើគេឬក៏មនុស្សគេថាមនុស្សដែលអាច take care គេបានណាអ្នកឯងគិតថាអ្នកឯងជួបស្រីបោកហើយចុះមនុស្សស្រីអាចជួបមនុស្សប្រុសថោកទាបដោយអ្នកឯងបោកទេចុះព្រោះឯងមនុស្សប្រុសខ្លះណាប្រាក់ខែច្រើនមែនក៏ប៉ុន្តែមានទំនួលខុសត្រូវហើយមានអាលក្ខណៈនេះថាបោកពីដៃគូជីវិតខ្លួនឯងហ្នឹងយកទៅចិញ្ចឹមអ្នកផ្សេងបោកដៃគូជីវិតខ្លួនឯងហ្នឹងទៅបំផ្លាញលបែងស្រីស្រាផ្សេងវាមានមនុស្សយើងវាមានអាក្រក់មានល្អមានខុសមានត្រូវតែអ្វីដែលចាក់ប្រធានបទខ្លាំងហ្នឹងគឺការមើលងាយលើផ្លូវភេទការមើលងាយលើរូបរាងកាយរបស់មនុស្សស្រីទាំងដែលរឿងទាំងអស់គេនិយាយប្រធានបទត្រឹមតែ$500ព្រោះអីសម័យមុនផ្សេងសម័យមុនជិះម៉ូតូដប់តែ500ណាសម័យនេះ5000ចាគុណនឹង10គ្រប់យ៉ាងគឺវាកែប្រែតែសួរថាអ្នកដែលគាត់ក្រោម500គាត់យកគ្រួសារបានយកបានសំខាន់គឺគេមានទំនួលខុសត្រូវលើប្រពន្ធកូនគេចប់អរគុណបាយ